từ mơ lan bong tí là bong bay đầm lấy với tha lan bỏ bongហ្នឹងធ្វើអស់ប្រហែលមកខ្ញុំបានសួរខាងក្រុមហ៊ុនគេដែរគេថាអាចនឹងថាជា7ទៅ8ពាន់បងអញ្ចឹងខ្ញុំក៏សុំគាត់ថាសុំមករួចខ្លួនរៀបខ្លួនអីចឹងណាបងប្អូនគាត់ក៏រៀបអស់តិចដែរមិញសួរក្រុមហ៊ុន BYD ហើយ7 8ពាន់អាចនឹងច្រឡោះប៉ុណ្្នឹងដែរបងតែគ្រាន់តែតតាយកទៅខាងការ៉ាគេហ្មងអាគេដឹងចេះតែគ្រាន់តែនឹងអីដែរគេស្មានអញ្ចឹងតែគ្រាន់តែចាក់ស្ដែងតតាយើងយកទៅខាងនេះតែក្រុមហ៊ុនគេស្មានទៅនេះណាបងណាអត់អន់តម្លៃពិតថាប៉ុណ្្នឹងឯណាBYD ខ្ទេចពីមុខទៀតហើយបងប្អូន BYD នេះខ្ទេចពីមុខទៀតហើយបាទ BYD ជាមួយនឹងអាព្រុសបាទ BYD គឺខ្ទេចពីមុខហ្មងបងប្អូននេះបាទបាក់កាងធ្លាក់កាងចង្គៀងអីនោះដាច់ទៅដល់នោះហើយបាទទៅមើលឡានបងទីឥឡូវបងបីតម្លៃថាឡានបងហ្នឹងធ្វើអស់ប្រហែលខ្ញុំបានសួរខាងក្រុមហ៊ុនគេដែរគេថាអាចនឹងថាជា7ទៅ8ពាន់បងអញ្ចឹងខ្ញុំក៏សុំគាត់ថាសុំមករួចខ្លួនរៀបខ្លួនអីចឹងណាបងប្អូនគាត់ក៏រៀបអស់តិចដែរមិញសួរក្រុមហ៊ុន BYD ហើយ7 8ពាន់អាចនឹងច្រឡោះប៉ុណ្្នឹងដែរបងតែគ្រាន់តែតតាយកទៅខាងការ៉ាគេហ្មងអាគេដឹងចេះតែគ្រាន់តែនឹងអីដែរគេស្មានអញ្ចឹងតែគ្រាន់តែចាក់ស្ដែងតតាយើងយកទៅខាងនេះតែក្រុមហ៊ុនគេស្មានទៅនេះណាបងណាអត់អន់តម្លៃពិតថាប៉ុណ្្នឹងឯណាហ្នឹងហើយបង BYD CL5 BYD CL5 បាទករណីចរាចរណ៍រវាងរថយន្ត BYD CL5 បុកគ្នាជាមួយនឹងរថយន្តព្រុសបាទដែលបើកបរដោយនារីទាំងពីរអ្នកតែម្ដង BYD ក៏បើកបរដោយនារីព្រុសក៏បើកបរដោយនារីដែរបាទបន្ទាប់មកដល់ចំណុចកើតហេតុគឺបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្ត BYD CL5 នេះគឺបាទខូចខាតផ្នែកខាងមុខច្រើននិងធ្លាក់បាក់ចង្គៀងធ្លាក់ពីលើឡានតែម្ដងតាមព្រុសចាឡានព្រុសមុនដំបូងមកពីណាវិញមកត្រង់បងមកត្រង់ចុះ BYD គាត់មកពីណាមកពីនេះគាត់មកពីត្បូងមកចាមកដល់ចំណុចកាត់ហេតុយ៉ាងម៉េចបានបុកគ្នាចេះបងមកដល់ដូចគេជប់ហ្នឹងហ្នឹងហើយបុកប្រាវហ្មងអត់មានជន់ប្រាំងទេចាអត់មានប្រាំងបុកឡានខ្ញុំលឹងឡូតហ្មងអញ្ចឹងបុកឡានមកពីមុខឬក៏ពីខាងចំកង់ខាងមុខហើយឥឡូវហ្នឹងវាបញ្ហាដោយសារមុខហ្នឹងវាគៀបជាមួយនឹងពពុះអាព្រុសហ្នឹងទាំង hybrid ទាំង ABS ទាំងអីហ្នឹងនៅជំនាញខាងហ្នឹងទាំងអស់វារួញចូលគ្នាចុះបងឥឡូវការដោះស្រាយនេះយ៉ាងម៉េចបងគិតថាយ៉ាងម៉េចដែរការដោះស្រាយខ្ញុំមួយថ្ងៃខ្ញុំចាំការដោះស្រាយទៅនិយាយមួយអត់សូវនិយាយគាត់ចាំពូគាត់មកដល់ពេលឥឡូវពូគាត់មកហ្នឹងគាត់ថាដោយសារហ្នឹងចំណុចប្រសពហើយខ្ញុំក៏លឿនដែរខ្ញុំក៏លឿនដែរគាត់ឲ្យខ្ញុំចេញធ្វើស្មើគ្នាទៅព្រោះឡានគាត់ធ្វើអស់ច្រើនអញ្ចឹងមានន័យថាគាត់សុំស្មើគ្នាហ្នឹងហើយយើងស្មើគ្នាមិនកើតគាត់ថាឡានគាត់អស់ច្រើនបើឡានគាត់ធ្វើអស់ប៉ុន្មានទៅគាត់អ្នកបុកយើងបើសិនខ្ញុំអ្នកបុកគាត់អាហ្នឹងខ្ញុំគាត់កវិញបងថាគ្រឿង BYD ថ្លៃដែរណាយកថ្លៃទៅបុកគេខុសបាទមិនដល់ឡានខ្ញុំថោកខ្ញុំបុកគេអត់សងណាចាក់ខ្ញុំបុកគាត់មកឡើងរស់បណ្ដោយបាទគាត់បើគេបុកយើងហើយឡានខ្ញុំវាសបកក្រៅវាថោកហើយតែបើគ្រឿងពិសេសមិនថោកណា ABS ឥឡូវ17306ចឹងថាបើសិនជាបងខុសបងបុកគេធ្ងន់ហ្មងបងនេះធម្មតាទេអាហ្នឹងវាសម្ពាធគេហៅថាបើសម្ភារៈនិយមរបស់យើងវាមិនសូវល្បីបាទអញ្ចឹងឡាននេះពងល្បីបងណាចាឡាននេះពងល្បីអរគុណច្រើនបងអរគុណបងឥឡូវបងម្ចាស់រថយន្ត BYD បងហើយចាបងដំបូងបងមកពីណាវិញបងស្រីខ្ញុំមកពីខាងសាថ្មីមកនេះបងបាទចាមកដល់ចំណុចកាន់ហេតុយ៉ាងម៉េចបានទៅជាប៉ះគ្នាអញ្ចឹងបងខ្ញុំជិះតាមសំឯងខ្ញុំអត់ឃើញឡានគាត់ព្រោះផ្លូវហ្នឹងកន្លែងហ្នឹងវារៀងល្ងឹតដែរអញ្ចឹងណាដល់ពេលខ្ញុំជិះមកដល់ពាក់កណ្ដាលទ្រូងផ្លូវហើយឡានគាត់គឺមកពីខាងនោះវិញបងដល់ហើយក៏គាត់ជិះមកត្រង់តែគាត់ជិះរៀងលឿនដែរបងហ្នឹងហើយខ្ញុំទទួលស្គាល់ថាខ្ញុំជិះបដោយតាមត្រង់ផ្លូវហ្នឹងអាហ្នឹងវាអត់មានផ្លូវគំនូអីសម្រាប់ឲ្យយើងមានអត្ថប្រយោជន៍មកអីអញ្ចឹងយើងត្រូវមើលដែរតែគាត់តែខ្ញុំទទួលស្គាល់ថាខ្ញុំខុសមែនប៉ុន្តែឡាននេះក៏វាធ្វើឲ្យអស់ច្រើនដែរបងអាចដើរទៅមើលឡានបងទីឥឡូវបងបីតម្លៃថាឡានបងហ្នឹងធ្វើអស់ប្រហែលបងខ្ញុំបានសួរខាងក្រុមហ៊ុនគេដែរគេថាអាចនឹងថាជា7ទៅ8ពាន់បងអញ្ចឹងខ្ញុំក៏សុំគាត់ថាសុំមករួចខ្លួនរៀបខ្លួនអីចឹងណាបងប្អូនរបស់គាត់ក៏រៀងអស់តិចដែរមិញសួរក្រុមហ៊ុន BYD ហើយ7 8ពាន់អាចនឹងច្រឡោះប៉ុណ្្នឹងដែរបងតែគ្រាន់តែតតាយកទៅខាងការ៉ាគេហ្មងអាគេដឹងចេះតែគ្រាន់តែនឹងអីដែរគេស្មានអញ្ចឹងតែគ្រាន់តែចាក់ស្ដែងតតាយើងយកទៅខាងនេះតែក្រុមហ៊ុនគេស្មានទៅនេះណាបងណាអត់អន់តម្លៃពិតថាប៉ុណ្្នឹងឯណាហ្នឹងហើយបងតែគ្រាន់តែខ្ញុំសុំគាត់មករួចខ្លួនរៀងខ្លួនអញ្ចឹងតែគាត់អត់ព្រមអត់ព្រមហ្មងណាតែនេះបើសិនជាគាត់អត់ព្រមទេមានតែគេមកបោះវែងព្រោះមានកាមេរ៉ាដែរព្រោះខ្ញុំជិះមកដល់ពាក់កណ្ដាលផ្លូវហ្នឹងហើយគាត់ថាខ្ញុំមកបុកគាត់តែបើសិនជាចាក់ស្ដែងបើខ្ញុំបុកគាត់វាត្រូវខ្ទេចកណ្ដាលអានេះវាផុងចូលក្នុងឯងមិនមែនឡានគាត់ផុងកណ្ដាលហ្នឹងទេច្រើនបងណាអរគុណច្រើនមកសង្ឃឹមថាបងដោះស្រាយនេះបានដោយសន្តិវិធីបងណាសូមនិយាយមួយគាត់សិនបងពូបាទបងអរគុណច្រើនមកអរគុណ
ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត BYD Cell5 ជាមួយនឹងរថយន្ត Prius នេះគឺការដោះស្រាយគឺភាគីខាងរថយន្ត BYD គាត់សុំស្មើប៉ុន្តែខាងរថយន្ត Prius គាត់សុំសំណងបាទប៉ុន្តែពួកគាត់នឹងព្យាយាមដោះស្រាយគ្នាបន្ថែមទៀតបងប្អូនពាក់ព័ន្ធទៅនឹងករណីចរាចរណ៍នេះអញ្ចឹងខ្ញុំសូមបាទបញ្ចប់ការផ្សាយត្រឹមនេះហើយសូមបងប្អូនបើកបរមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាពាក់ព័ន្ធករណីចរាចរណ៍នេះគឺខាងរថយន្ត BYD គាត់មានឆន្ទៈในការដោះស្រាយជាមួយនឹងរថយន្ត Prius បាទអាចនឹងស្មើឬក៏អាចនឹងសងសំណងទៅស្ដីការខូចខាតរបស់រថយន្ត Prius បាទអញ្ចឹងសង្ឃឹមថាបងប្អូនបើកបរមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាបាទគាត់អាចនឹងបើកបរខ្វះការប្រុងប្រយ័ត្នបាទទៅបង្កឈានទៅជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឲ្យរថយន្តរបស់គាត់ត្រូវខូចខាតត្រូវជួសជុលអស់ច្រើនក៏ដូចជាត្រូវបានសងសំណងក៏ដូចជាប៉ះពាល់ដល់រថយន្ត Prius ទៀតបងប្អូនបាទ